បងប្អូនដែលកាំងគីឡូស្ដាប់វីដេអូមួយនេះឲ្យចប់ជំរាបសួរបងប្អូនទាំងអស់គ្នាអូនលេងមកស្រាយចម្លើយទៅលើរឿងការកាំងគីឡូបងប្អូនទៅលើចំពោះបងប្អូនដែលគាត់កាំងគីឡូនេះអូនលេងនេះគឺផ្ទាល់ខ្លួនឯងជាក់ស្ដែងចំពោះនៃការកាំងគីឡូនេះគឺកាំងរយៈពេល2ឆ្នាំបងប្អូនទាំងអស់គ្នាតែនៅក្នុងករណីនៃការកាំងគីឡូនេះអូនលេងផ្ដោតទៅលើបងប្អូនដែលគាត់ហាត់ប្រាណណាផ្ដោតទៅលើទាំងការហាត់ប្រាណនៅផ្ទះឬក៏យើងជាការហាត់ប្រាណបែបលើកសាច់ដុំចាអញ្ចឹងចំពោះការកាំងគីឡូគឺយើងតែតែមានគ្រប់គ្នាបងប្អូនដែលសង្កេតឃើញឬអូនលេងជួបបងប្អូនដែលគាត់នៅក្នុងសិស្សរួមគ្រូជាមួយគ្នាគាត់ហាត់ប្រាណដូចគ្នាលើកគីឡូហើយរបស់មហាគឺធ្វើដូចគ្នាគ្រាន់តែថាបញ្ហារបស់គាត់គឺថាហាត់រយៈពេលយូរក៏ប៉ុន្តែគីឡូអត់សូវស្រកខ្លាំងទេជួនកាលស្រកត្រឹមតែ1ខាំ2ខាំក៏ប៉ុន្តែរាងកាយគឺមានការប្រែប្រួលដូចអូនលេងចឹងបងប្អូនទាំងអស់គ្នាអូនលេងរាល់ថ្ងៃនេះគឺ47គីឡូជាងនេះគឺតាំងពីឆ្នាំ2020ដូចជា2022 23មកម្លេះបងប្អូនគឺរយៈពេលយូរឆ្នាំមែនតើក៏ប៉ុន្តែរាងកាយយើងមានការផ្លាស់ប្ដូរមានន័យថាចាប់ផ្ដើមស្រកខ្លាញ់មួយចំនួនទៅតែឃើញថាសាច់ដុំមួយចំនួនគឺវាបានឡើងមកវិញអញ្ចឹងមានន័យថាឡើងសាច់ដុំក៏ប៉ុន្តែស្រកខ្លាញ់អញ្ចឹងយើងដកខ្លាញ់ចេញតែសាច់ដុំឡើងអញ្ចឹងមានន័យថាកាំងគីឡូក៏ប៉ុន្តែរាងកាយគឺមានការប្រែប្រួលអត់មានកាំងគីឡូហើយគឺនៅតែប៉ុណ្្នឹងទេបងប្អូនមានថាកាំងគីឡូក៏ប៉ុន្តែរាងកាយយើងគឺឃើញថាស្អាតជាងមុនខ្លាញ់តាមដងខ្លួនឃើញថាស្រកច្រើនជាងមុនហើយគូតកៀរបស់យើងឬក៏សាច់ដុំដៃឬក៏សាច់ដុំមួយចំនួនគឺវាមានការឡើងមកស្អាតប្រសើរជាងមុនអញ្ចឹងបើសិនជាបងប្អូនរាល់ថ្ងៃកំពុងតែធ្វើលំហាត់ប្រាណបូកជាមួយនឹងការផ្លាស់ប្ដូររបបអាហារហើយកំពុងតែមានជាមួយនឹងបញ្ហាការកាំងគីឡូហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាមើលមករាងកាយរបស់ខ្លួនឯងបន្តិចថាតើកាំងគីឡូមែនតែរាងកាយផ្លាស់ប្ដូរអត់អញ្ចឹងបើសិនជារាងកាយផ្លាស់ប្ដូរមានន័យថាស្រកខ្លាញ់តែសាច់ដុំឡើងហើយចឹងបងប្អូនទាំងអស់គ្នាមិនបាច់បារម្ភទេឲ្យតែថារាងកាយមានការផ្លាស់ប្ដូរស្អាតជាងមុនឬអីដែលយើងចង់បានទោះជាវាបានលទ្ធផលតិចមានន័យថាបងប្អូនទាំងអស់គ្នាអនុវត្តទៅត្រូវផ្លូវហើយតែបើសិនជាបងប្អូនទាំងអស់គ្នាកាំងគីឡូដែរតែខ្លាញ់ក៏នៅតែដែរសាច់ដុំក៏អត់មានឃើញឡើងចាអនុវត្តទៅដូចអត់មានឃើញទៅណាកាំងគីឡូនៅប៉ុណ្ណឹងបងប្អូនទាំងនេះឆែកទៅលើខ្លួនឯងឡើងវិញទាំងរបបអាហាររបស់ខ្លួនឯងតើញ៉ាំបានល្អដិតដល់ឬក៏អត់ព្រោះដោយសារតូនទៅលើគីឡូនេះគឺយើងផ្ដោតទៅលើរបបអាហារខ្លាំងទាំងដំឡើងគីឡូទាំងសម្រក់គីឡូរបបអាហារនេះគឺជាចម្បងតែម្ដងការហាត់ប្រាណគ្រាន់តែបន្ទាប់បន្សំជួយឲ្យយើងមានរៀងចេញរៀងទេចាអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានជាមួយនឹងបញ្ហាទៅនឹងការកាំងគីឡូហើយគីឡូធំខ្លាំងបងប្អូនទាំងអស់គ្នាពិបាកនៅក្នុងការសម្រក់អនុវត្តទៅច្រើនហើយប៉ុន្តែអត់ទទួលបានលទ្ធផលល្អបងប្អូនទាំងអស់គ្នាឆាតមកអូនលេងមានទទួលនៅក្នុងការពិភាក្សាជាមួយបងប្អូនដែលគាត់គីឡូធំហើយចង់ផ្ដោតទៅលើការសម្រក់បងប្អូនទាំងអស់គ្នាចង់ចូលទៅក្នុងក្រុមរបបអាហារជាមួយអូនលេងបងប្អូនទាំងអស់គ្នាតែងផលិតផលផ្សេងចូលក៏បានឬក៏បងប្អូនទាំងអស់គ្នាញ៉ាំជាកាហ្វេក៏បានដែរបងប្អូនកាហ្វេនេះគឺជាប្រភេទកាហ្វេសុខភាពតែសម្រាប់អូនលេងគឺជាផ្ដោតទៅលើរឿងសុខភាពខ្លាំងអញ្ចឹងកាហ្វេដែលអូនលេងកាន់នៅនឹងដៃគឺជាប្រភេទដែលមិនកាហ្វេផ្សំនៅក្នុងកាហ្វេអារ៉ាឌីកាតែគុណភាពរបស់វាគឺល្អពិតបងប្អូនដែលគាត់កាំងគីឡូធំមានខ្លាញ់តាន់នៅក្នុងខ្លួនច្រើនមានន័យថាពិបាកនៅក្នុងការសម្រក់គឺថតរយៈពេលយូរឆ្នាំហាត់ប្រាណផងរបបអាហារផងតែមានអារម្មណ៍នេះគឺស្រកយើងខ្លាំងអញ្ចឹងកាហ្វេនេះគឺជាប្រភេទកាហ្វេដែលជួយទៅលើការជំនួយនិងជំរុញឲ្យការស្រកគីឡូរបស់យើងគឺឆាប់បានទៅដល់គោលដៅតែបងប្អូនណាចាគឺវាល្អមែនទែនចំពោះបងប្អូនដែលគាត់ចាប់ផ្ដោតទៅលើការថែរៀងឬក៏ផ្ដោតទៅលើការសម្រក់ខ្លាញ់ព្រោះតែកាហ្វេរបស់យើងគឺជួយទៅលើការសម្រក់តែខ្លាញ់ទេវាអត់ធ្វើឲ្យយើងស្រកសាច់ដុំទេអញ្ចឹងបងប្អូនណាមានគាត់ដើរទៅលើការចង់ស្រកប្រហែលគីឡូទៀតឆាតមកអូនលេងតើយើងមានប្រូម៉ូសិនកាហ្វេឥឡូវក៏មានប្រូម៉ូសិនដែរទិញ2ថែម1ហើយទិញ1ថែម1ទិញ2ថែម2ហើយអូនលេងរៀបចំទាំងក្បួននៅក្នុងការញ៉ាំរបបអាហារបូកជាមួយនឹងវិធីសាស្ត្រនៅក្នុងការសម្រក់ជូនបងប្អូនទាំងអស់គ្នាបានគ្រប់យ៉ាងបងប្អូនទាំងនេះចង់អនុវត្តបែបមិនក៏បានដែរជើងកុំភ្លេចឆាតចូលពេកណាជំរាបលា